សួរលោកគ្រូនិងជំរាបសួរមិត្តរួមថ្នាក់ទាំងអស់គ្នាទីនេះខ្ញុំនឹងធ្វើបទសម្ភាសន៍នៅមេរៀនទី5 Was Pop អញ្ចឹងក្នុងកិច្ចសម្ភាសន៍នេះខ្ញុំនឹងសម្ភាសន៍ដល់សិស្សនៅរៀននៅសាលា NPAC ក្នុងចំណាប់អារម្មណ៍ហេតុអ្វីបានគាត់ជ្រើសរើសរៀននៅសាលាវិទ្យាស្ថានប្រកួតបច្ចេកទេសនៅកម្ពុជាស្ដីអ្នកមើលវីដេអូនេះថ្ងៃនេះខ្ញុំបានឈ្មោះដាសិលាមកសួរជាមួយនឹងសិស្សសាលាម្នាក់ដែលរៀននៅ NPC តោះឥឡូវពួកយើងទៅសួរគាត់ទាំងអស់គ្នាអូខេស្ដីបងបងមានឈ្មោះអីដែរខ្ញុំឈ្មោះសៀងរសៀលតាមមូលហេតុអីបានជំរុញឲ្យបងជ្រើសរើសសាលា NPC នេះដើម្បីរៀនជំនាញមូលហេតុដែលខ្ញុំជ្រើសរើសសាលា NPIC នឹងដើម្បីធ្វើការសិក្សារយៈពេល4ឆ្នាំហ្នឹងគឺដោយសារតែខ្ញុំមានមូលហេតុធំចំនួន4គឺទី1ហ្នឹងគឺខ្ញុំឃើញនៅពេលដែលខ្ញុំចូលមើលទៅក្នុង page សាលាខ្ញុំសង្កេតឃើញថាសាលាហ្នឹងគឺបានផុសរូបទាក់ទងជាមួយនឹងការសិក្សារបស់និស្សិតហើយមានទាំងទ្រឹស្ដីហើយនឹងមានការអនុវត្តផ្ទាល់ហ្មងហើយទី2ហ្នឹងគឺសាលាគឺមានសាស្ត្រាចារ្យល្បីៗជាច្រើនដែលគាត់បានមានទាំង Master PhD ដែលវាគឺពិតជាល្អមែនទែនដែលយើងសិក្សាអំពីពួកគាត់មានមុខតំណែងខ្ពស់ចឹងហើយទី3ហ្នឹងគឺខ្ញុំឃើញថាសាលាគឺផ្ដល់នៅអាហារូបករណ៍គឺក៏ផ្ដល់អាហារូបករណ៍ឲ្យសិស្សនិស្សិតជាច្រើនហើយចំពោះសិស្សស្រីវិញគឺអាហារូបករណ៍ដល់ទៅ 30% ហើយនឹងមានអាហារូបករណ៍ដល់សិស្សនិទេស A និទេស B អញ្ចឹងដែលធ្វើឲ្យវាជួយសម្រួលដល់និស្សិតមែនតើហើយទី4ហ្នឹងគឺសាលាគឺមានអន្តេវាសិកដ្ឋានដែលសម្រាប់ឲ្យសិស្សនិស្សិតគ្រប់រូបហ្នឹងគឺអាចស្នាក់នៅបានវាប្រសើរជាងយើងទៅជួបផ្ទះនៅខាងក្រៅពីព្រោះនៅផ្ទះខាងក្រៅវាអត់មានសុវត្ថិភាពអីចឹងហើយចុងក្រោយហ្នឹងគឺសាលាគឺមានទីធ្លាស្អាតដែលមើលទៅគឺយើងមានអារម្មណ៍ក្នុងការរៀនហ្នឹងបងប៉ុណ្្នឹងឯងបងអរគុណច្រើនបងឥឡូវនេះយើងនឹងសុភាបេក្ខជននិងបេក្ខនារីដែលរៀននៅសាលា NPAC ម្នាក់ទៀតនេះសួរបងតើបងមានឈ្មោះអ្វីដែរខ្ញុំឈ្មោះឈុនមីនាងតើខ្ញុំអាចសុភាបងមួយសំណួរបានអត់បានបងបាទហេតុអ្វីបានបងជ្រើសរើសរៀននៅសាលា NPAC ចំពោះការជ្រើសរើសរៀននៅ NPAC តាមរយៈដែលខ្ញុំបានស្រាវជ្រាវពីមុននឹងចូលរៀននៅសាលានេះខ្ញុំបានសង្កេតឃើញនៅពីចំណុចទី1នៅសាលា NPAC នេះគាត់មានជំនាញដែលត្រូវនឹងគោលបំណងរបស់ខ្ញុំទី2ជាក់ស្ដែងខ្ញុំមើលឃើញថាសាលារៀនគាត់មានគុណភាពនៅក្នុងការអប់រំជាពិសេសតាក់ទងជាមួយនឹងសាលាមានបច្ចេកវិទ្យាទំនើបដើម្បីឲ្យសិស្សអនុវត្តហើយមួយវិញទៀតនៅសាលាក៏មានទីធ្លាស្អាតហើយសកម្មភាពក៏ស្អាតផងដែរចាអរគុណបងសួរបងតើបងមានឈ្មោះអ្វីដែរខ្ញុំអាចឈ្មោះទីនហ្វូអាតតើខ្ញុំអាចសួរសំណួរបងមួយបានអត់បងបាទបងហេតុអ្វីបានជាបងជ្រើសរើសរៀននៅសាលា NPAC យើងនេះមូលហេតុដែលខ្ញុំរៀននៅសាលា NPAC មូលហេតុខ្ញុំមាន3ទី1វិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជាឬហៅកាត់ថា NPAC គឺវាមានទីធ្លាធំទូលាយហើយចំពោះគឺបរិយាកាសវិញគឺសក់បំប្រងហើយធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយហើយចំពោះហើយមួយទៀតគឺសាលា NPAC គឺមានអន្តេសិកដ្ឋានដែលអាចឲ្យនិស្សិតដែលមកពីឆ្ងាយមករស់នៅទីនេះបានហើយចំពោះទី2គឺការសិក្សាចំពោះការសិក្សាវិញគឺនៅនេះគឺមានបរិខារៀនគ្រប់គ្រាន់ហើយមួយទៀតគឺលោកគ្រូអ្នកគ្រូក៏ដូចជាសាស្ត្រាចារ្យទាំងអស់ដែលគឺពួកគាត់បានបញ្ចប់ពីអនុបណ្ឌិតហើយនិងថ្នាក់បណ្ឌិតមកពីក្រៅស្រុកនិងក្នុងស្រុកផងដែរហើយចុងក្រោយគឺនិស្សិតដែលរៀននៅសាលា NPAC នេះគាត់ក្រោយពេលបញ្ចប់ពីការសិក្សានៅទីនេះគឺវិចារសិតតែអ្នកមានការងារធ្វើល្អៗចាអរគុណបងសម្រាប់ចំណាយរបស់បងអរគុណច្រើនអូខេដល់គ្នាឥឡូវនេះខ្ញុំក៏បានបញ្ចប់មួយនឹងវីដេអូហើយខ្ញុំក៏បានសួរជំនួសប្រកបហើយអ្នកនរគ្នាក៏បានដឹងពីចម្លើយរបស់គាត់ដែរចាឥឡូវនេះខ្ញុំក៏សូមអរគុណសម្រាប់អ្នកទស្សនាវីដេអូនេះហើយក៏សូមអរគុណដល់មិត្តភក្តិទាំងអស់គ្នាក្នុងការស្ដាប់ទស្សនវិជ្ជានិងវីដេអូរបស់ក្រុមខ្ញុំផងដែរសូមអរគុណអរគុណ